Ba, hello, chào một điệp xu, bà Min Nức mình đi tê ba.ស្វាគមន៍មកកាន់ក្រុង Royal Premium Zone 0.5 ហើយថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីតាមសន្យាគ្នាយើងតាក់ទងនឹងបង្ហាញទៅលើកន្លែង impound ហើយនៅរបៀបមើល impound ប្រជាជននឹង impound របស់ប៉ូលីសអញ្ចឹងណាអញ្ចឹងសម្រាប់គ្នាយើងដែលអត់ទាន់ follow Facebook អត់ទាន់ subscribe channel YouTube របស់ខ្ញុំកុំភ្លេចជួយ subscribe អ្នកមួយផងណាហើយបើចង់ support អីក៏អាច support បានដែរអញ្ចឹងថ្ងៃនេះខ្ញុំយក LAN របស់ខ្ញុំដើម្បីតែឲ្យគ្នាយើងមើលអញ្ចឹងទំពុំខ្ញុំចូល LAN ហើយខ្ញុំបើកវាចូលទឹកសិនដើម្បីឲ្យវាខូចយើងដឹងថា LAN ហ្នឹងវាទៅ impound ឬក៏អូខេអញ្ចឹង LAN ខ្ញុំទៅ impound មួយអញ្ចឹងចាំវាមកសធូសិនឲ្យវាបាត់ LAN ខ្ញុំសិនអញ្ចឹង LAN របស់ខ្ញុំវាបានទៅ impound បាត់អីនោះវាចូលទឹកមានន័យថា LAN ពេលដែល LAN អ្នកគ្នាខូចឬក៏បាត់យើងឆែកអត់ឃើញឬក៏យើងជិះធ្លាក់ទឹកអញ្ចឹងអ្នកគ្នាចូលទៅកាន់សាច់ដុំ N នេះរូប LAN មករូបស្លឹកសភៅគ្នាយើងអាកន្លែងខ្ញុំភ្លេចដែរ document អញ្ចឹងនេះ DOCS នេះអក្សរកាត់នេះដូចស្លឹកសភៅនៅខាងឆ្វេងដៃគេបងអស់ណាជួរខាងលើឆ្វេងដៃអញ្ចឹងអ្នកគ្នាចូលទៅកន្លែងហ្នឹងមកតើមកអ្នកគ្នាយកខាងក្រោមអូខេអញ្ចឹងគ្នាយើងឃើញ LAN របស់យើងគឺចូល impound នេះអ្នកគ្នាឃើញកតុយវាដាក់ថា insurance នៅខាងស្នាមដៃចុងគេបងអស់វាដាក់ថា insurance អញ្ចឹងពាក្យថា insurance ហ្នឹងមានន័យថា LAN របស់យើងគឺវានៅក្នុង impound របស់ប្រជាជនអញ្ចឹងយើងទៅរក LAN របស់យើងនៅ impound ប្រជាជនទាំងអស់គ្នានេះអ្នកគ្នាគឺ map ទីតាំង impound ណា impound របស់ប្រជាជនពេលអ្នកគ្នាបើកខូចវាផ្ទុះ LAN ឬក៏យើងបើកចូលទឹកអញ្ចឹងណាយើងបាត់ LAN ចេញពីខ្លួននៅក្នុងការ៉ាសអញ្ចឹងគឺទីតាំងហ្នឹងនេះគ្នាគ្នាមកដល់ហើយហ្នឹងនេះវាមានសាច់ដុំវាយអ្នកគ្នាវាដាក់ insurance នេះអ្នកគ្នាចុចសាច់ដុំវាយមកនេះឃើញ LAN របស់យើង LAN របស់យើងដែលធ្លាក់ទឹកមុនហ្នឹងដែលខ្ញុំបើកចូលទឹកមុនហ្នឹងដក$70អូខេនេះបាន LAN មកវិញហើយអញ្ចឹងអានេះជារបៀបដក LAN ចេញពី impound ប្រជាជនករណីមួយទៀតអញ្ចឹងសម្រាប់ករណីមួយទៀតគឺករណី impound ជាប់ impound របស់ប៉ូលីសមានន័យថាអ្នកគ្នាជិះ LAN ជាប់ចតចោលទុកបដិប្រាស់អញ្ចឹងប៉ូលីសគាត់ impound LAN យើងចោលហ្នឹងខ្ញុំនឹងបង្ហាញគ្នាយើងនៅវីដេអូមួយទៀតអញ្ចឹងសម្រាប់វីដេអូតកតងនឹងគ្នាយើងជាប់ impound របស់ប្រជាជនយើងត្រូវដក LAN ពេលយើងបើកចូលទឹកខូចអីគឺមានតែប៉ុណ្្នឹងទេហើយបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយ follow និង subscribe channel YouTube ម្នាក់មួយទុកជាកម្លាំងចិត្តសម្រាប់ខ្ញុំផងអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូខ្ញុំពីដើមរហូតដល់ចប់ណាអរគុណច្រើនជូនពរសំណាងល្អសុខភាពល្អបាយបាយ